រឿងក្មេងប្រុសដែលចង់ទិញព្រះច័ន្ទនៅក្នុងភូមិគ្រឹះដ៏ធំស្កំស្កៃមួយមានក្មេងប្រុសម្នាក់ឈ្មោះតារាដោយសារតែគ្រួសាររបស់គេជាសេដ្ឋីប្រចាំក្រុងតារាតែងតែទទួលបានគ្រប់យ៉ាងដែលគេចង្អុលដៃចង់បានមិនថារបស់លេងថ្លៃៗឬសម្លៀកបំពាក់ល្អប្រណិតអ្វីនោះឡើយរៀងរាល់យប់តារាតែងតែអង្គុយមើលទៅលើមេឃគយគន់ព្រះច័ន្ទពេញវង់ដ៏ស្រស់ស្អាតយូរទៅចិត្តស្រឡាញ់បានប្រែក្លាយជាការចង់គ្រប់គ្រងរហូតដល់យប់មួយតារាបានរត់ទៅប្រាប់ឪពុកទាំងទឹកមុខមើងម៉ាត់ថាលោកប៉ាខ្ញុំស្រឡាញ់ព្រះច័ន្ទណាស់ខ្ញុំចង់បានព្រះច័ន្ទមកទុកក្នុងបន្ទប់គេងរបស់ខ្ញុំតែម្នាក់ឯងប៉ាជួយទិញព្រះច័ន្ទឲ្យខ្ញុំមកឪពុករបស់គេដោយមិនចង់ឲ្យកូនខកបំណងបានប្រកាសផ្ដល់ប្រាក់រង្វាន់ជាមាសរាប់ពាន់តម្លឹងដល់អ្នកណាដែលអាចលក់ព្រះច័ន្ទឲ្យកូនប្រុសរបស់ខ្លួនបានមនុស្សជាច្រើនបានព្យាយាមសង់ជណ្ដើរខ្ពស់កប់ពពកខ្លះធ្វើអន្ទាក់កញ្ចក់ដើម្បីឆ្លុះពន្លឺប៉ុន្តែគ្មាននរណាម្នាក់អាចយកព្រះច័ន្ទមកដាក់ក្នុងដៃតារាបានឡើយតារាចាប់ផ្ដើមកើតទុក្ខក្រៀមក្រំយំសោកនិងមិនព្រមហូបបាយទឹកឃើញដូច្នោះតាប្រទាចារ្យម្នាក់ក្នុងភូមិក៏បានចេញមុខថាជាអ្នកដែលអាចទិញព្រះច័ន្ទបានហើយក៏សុំចូលមកកាន់ភូមិគ្រឹះរួចប្រាប់តារាថាតាអាចជួយចៅទិញនិងគ្រប់គ្រងព្រះច័ន្ទបានតែចៅត្រូវតែធ្វើតាមលក្ខខណ្ឌមួយរបស់តាប្រទាចារ្យបានយកចានទឹកប្រាក់ធំមួយដាក់ទឹកថ្លាឆ្វេងហើយដាក់វានៅទីធ្លានៃភូមិគ្រឹះនោះនាពេលកណ្ដាលរាត្រីពន្លឺព្រះច័ន្ទពេញវង់បានឆ្លុះបញ្ចាំងយ៉ាងស្រស់ស្អាតចូលទៅក្នុងចានទឹកនោះតារារំភើបជាខ្លាំងហើយស្ទុះទៅអោបចានទឹកនោះរួចលើកយកទៅដាក់ក្នុងបន្ទប់ងងឹតរបស់ខ្លួនភ្លាមដើម្បីទុកជាកម្មសិទ្ធិផ្ដាច់មុខប៉ុន្តែនៅពេលដែលទ្វារបន្ទប់ត្រូវបិទជិតដោយគ្មានពន្លឺពីលើមេឃព្រះច័ន្ទនៅក្នុងចានទឹកក៏រលាយបាត់ទៅក្នុងភាពងងឹតសូន្យឈឹងតារាបានភ័យស្លន់ស្លោហើយយំសួរតាប្រទាចារ្យហេតុអ្វីបានជាព្រះច័ន្ទរបស់ខ្ញុំបាត់ទៅវិញខ្ញុំបានយកវាមកទុកក្នុងបន្ទប់របស់ខ្ញុំហើយទេតើតាប្រធាចារ្យបានញញឹមយ៉ាងទន់ភ្លន់រួចបើកបង្អួចបន្ទប់ឲ្យពន្លឺច័ន្ទរះចាំងចូលមកវិញហើយពោលថាចៅប្រុសព្រះច័ន្ទស្រស់ស្អាតគឺដោយសារតែវាស្ថិតនៅលើមេឃដ៏ធំល្វឹងល្វើយនិងចែករំលែកពន្លឺដល់មនុស្សគ្រប់គ្នាក្តីស្រឡាញ់ពិតប្រាកដគឺជាការចេះគយគន់និងឲ្យតម្លៃវាដោយសេរីមិនមែនជាការយកទ្រព្យសម្បត្តិមកបង្ខំទុកជាកម្មសិទ្ធិផ្ទាល់ខ្លួននោះទេនៅពេលដែលចៅព្យាយាមចាប់វាទុកតែម្នាក់ឯងចៅនឹងបាត់បង់ទាំងពន្លឺនិងភាពស្រស់ស្អាតរបស់វាឮសម្ដីនេះហើយតារាក៏បានភ្ញាក់រលឹកគេបានយល់ថារបស់ខ្លះក្នុងโลกមិនមែនស្រឡាញ់គឺត្រូវតែទិញយកមកគ្រប់គ្រងនោះឡើយចាប់ពីយប់នោះមកតារាលែងទាមទារទិញព្រះច័ន្ទទៀតហើយគេគ្រាន់តែអង្គុយមើលពន្លឺច័ន្ទពីបង្អួចដោយស្នាមញញឹមនិងសេចក្តីសុខដ៏ពិតប្រាកដ